ួនអតីតអនុប្រធានប្រតិបត្តិ CNRP ពីររូបនៅខេត្តកំពង់ស្ពឺពាក់ព័ន្ធបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតសមត្ថកិច្ចខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី9ខែតុលាឆ្នាំ2019បានចាប់ខ្លួនមនុស្ស2នាក់ដែលគេស្គាល់ថាជាអតីតអនុប្រធានប្រតិបត្តិបកសង្គ្រោះជាតិ2រូបនៅខេត្តកំពង់ស្ពឺដោយចោទប្រកាន់ពីបទធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការនិងការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតដែលប្រព្រឹត្តនៅភូមិដូនពេញឃុំទួលសាឡាស្រុកបរសែតខេត្តកំពង់ស្ពឺជនទាំងពីរនាក់នោះមានឈ្មោះអ៊ុំយ៉ុងភេទប្រុសអាយុ61ឆ្នាំនិងឈ្មោះពុយតាក់ភេទប្រុសអាយុ37ឆ្នាំត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តនៅព្រឹកថ្ងៃទី9ខែតុលាឆ្នាំ2019តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺ